บีบชาเครื่องជាមួយត្រីដែរយើងយកត្រីដែងត្រីក្បាលត្រីដែលយើងដល់សល់យើងយកមកស្រោចទឹកក្តៅហើយយើងទុកវាស្រង់វាទុកឲ្យស្ងួតយើងដាក់ខ្ទះឲ្យក្តៅយើងដាក់ខ្លាញ់ចូលឲ្យវាក្តៅខ្លាញ់ណាចាំយើងដាក់គ្រឿងដែលយើងបុកហើយនេះខ្ញុំយកមកដាក់ចូលហើយយើងកូរឲ្យស្ងួតគ្រឿងហើយខ្ញុំយើងដាក់ត្រីចូលយើងកូរឲ្យសព្វជាមួយគ្រឿងណាតែទៀតហើយត្រីឆាក្តៅវិញយកមកបេះម្ទេសដើម្បីយកទៅដាក់ឆារបស់យើងម្ទេសមានតែម្ទេសខ្ចីបេះម្ទេសយើងបេះម្រះព្រៅឆាគ្រឿងយើងមានតែគ្រឿងហើយត្រីយើងឆាបានយើងចង់ឆាឆ្អិននៅជ្រុកក៏បានដែរតែឆាមួយថេងដៃឆ្ងាញ់ថេងដៃយើងមកវិញយើងមើលឆាយើងដាក់ម្ទេសចូលយើងកូរវាទៅយើងដាក់ម្រះព្រៅមកជីម្រះព្រៅដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយឆ្ងាញ់ពីលើថែមទៀតហើយយើងកូរវាឲ្យសព្វដួសដាក់ចានរួចជាស្រេច